បងប្អូនបើសិនបើយើងកលេចទៅមើលតម្លៃប្រាក់រៀលរបស់យើងកាលពីចន្លោះឆ្នាំ2005 2006លុយត្រឹមតែ200ទៅ300រៀលក៏យើងអាចទិញបាយស្រូបបានមួយចានធំដែរហើយចុះឥឡូវ2025 10000រៀលទិញបានអីខ្លះនៅក្នុងខែកញ្ចេះតោះទៅតាមដានទស្សនាទាំងអស់គ្នាជំរាបសួរអមពូមិញពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះស៊ីម៉ាហើយថ្ងៃនេះដែរខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនដែលបានចូលរួមប្រកួតផលិតវីដេអូខ្លីស្ដីពីថាតើប្រាក់ 10000រៀលអាចទិញអ្វីបានខ្លះនៅក្នុងខេត្តក្រចេះជម្រាបសួរអ្នកទាំងអស់គ្នាឥឡូវហ្នឹងយើងក៏កំពុងតែនៅទីរួមស្រុកសម្បូរហើយក៏ជាស្រុកមួយនៅក្នុងខេត្តកញ្ចេះដែរអញ្ចឹងមានន័យថាយើងអាចចាយលុយបានទេត្រូវអត់តោះទៅចាយទាំងអស់គ្នាអ្នកទាំងអស់គ្នាដោយសារតែឥឡូវនេះជាពេលព្រឹកហើយរបស់ដែលខ្ញុំត្រូវការបោះហាត់បានគឺកាហ្វេពូទិញកាហ្វេមួយកែវពេលទៅដោះគោពេលទៅដោះគោបាច់គោណាពូបាទពូកាហ្វេមួយកែវហ្មងពេលមួយកែវ2500អូខេអ្នកទាំងអស់គ្នាមួយកែវ2500អញ្ចឹងបេសកកម្មទី1របស់យើងគឺយើងចំណាយអស់តែ2500រៀលទេពូឥឡូវក្មួយសុំសួរពូមកសំណួរពូគិតថាការចាយប្រាក់រៀលហ្នឹងងាយស្រួលមិនខ្លះទៅសម្រាប់ពូសុំតែមកចំណុចក៏បានដែរសម្រាប់ពូការចាយប្រាក់រៀលស្រួលដោយសារយើងអត់មានខាងឆេងអីដូចដុល្លារទេពេលណាដឹងតែ2500អញ្ចឹងហ្មងដូចអត់មានគិតយើងដូរដុល្លារទៅវាមានអុយមានអីអញ្ចឹងវាពិបាកបាទអរគុណច្រើនពូតោះអញ្ចឹងយើងទៅហ្នឹងហើយអ្នកទាំងអស់គ្នាចេញពីស្រុកសម្បូរឥឡូវនេះយើងក៏បានមកដល់ស្រុកចិត្តបុរីហើយរបស់ដែលយើងត្រូវទិញទី2នោះគឺយើងរកឃើញហើយគឺកាឡានខ្ញុំយកកាឡានមកដើមតែទូចល្មមបានហើយកាឡានគឺជាហៅថានំមួយនៅក្នុងតំបន់អញ្ចឹងបាទខ្ញុំជ្រើសរើសយកកាឡានជារបស់ទី2អស់ប៉ុន្មាននេះអូខេអញ្ចឹងអ្នកទាំងអស់គ្នាយើងកាឡានមកដើមយើងអស់1000ខ្ញុំនឹងជ្រើសរើសទូទាត់តាម KHQR 1000មែនតើនេះមិនមែន discount ទេណាហើយអានេះមួយមកយកអានេះបើយើងទិញនំនេះបានចំនួន3ហើយ1 500អញ្ចឹងយើងចំណាយអស់1500អញ្ចឹងយើងនៅសល់លុយ5000រៀលទៀតតោះទៅបន្តទៀតឲ្យកាមេរ៉ាមែនព្រោះកាមេរ៉ាមែនហត់ហើយអូខេអ្នកទាំងអស់គ្នាឥឡូវយើងនៅសល់លុយ3000ហើយរបស់ចុងក្រោយដែលយើងទិញគឺនំបញ្ចុកអូនំបញ្ចុកមកថងហ្មង3000អូខេអ្នកទាំងអស់គ្នា3000រៀលអញ្ចឹងមានន័យថា10000គឺថ្ងៃនេះគឺគត់តែហ្មងអត់មានសល់ទេបាទរបស់5មុខដែលយើងទិញបានបាទសូមអរគុណគាំទ្ររូបិយប័ណ្ណជាតិលើកស្ទួយសេដ្ឋកិច្ចជាតិលើកកម្ពស់អត្តសញ្ញាណជាតិកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់ផ្ដល់ភាពងាយស្រួលដល់បងប្អូនអាជីវករបង្កើនប្រាក់ចំណូលដល់រាជរដ្ឋាភិបាលនិងងាយស្រួលក្នុងការប្រមូលពន្ធផងដែរអបអរសាទរខួបលើកទី45នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ